ទំនួលខុសត្រូវរបស់បុរសចំពោះគ្រួសារជាទូទៅមិនមានការផ្លាស់ប្ដូរខ្លាំងទៅតាមអាយុនោះទេប៉ុន្តែនៅអាយុ40ឆ្នាំបុរសអាចត្រូវផ្ដោតលើចំណុចសំខាន់មួយចំនួនបន្ថែមទៀតដោយសារតែស្ថានភាពគ្រួសារនិងជីវិតផ្លាស់ប្ដូរខាងក្រោមនេះគឺជាទំនួលខុសត្រូវសំខាន់ដែលបុរសអាយុចាប់ពី40ឆ្នាំទៅគួរតែមានចំពោះគ្រួសារ 1. តួនាទីជាអ្នកដឹកនាំនិងការពារគ្រួសារជាគំរូដ៏ល្អត្រូវបង្ហាញនូវអាកប្បកិរិយាការប្រព្រឹត្តនិងតម្លៃដ៏ល្អសម្រាប់កូននិងភរិយាការពារគ្រួសារផ្ដល់នូវសុវត្ថិភាពផ្លូវកាយនិងផ្លូវចិត្តដល់សមាជិកគ្រួសារទាំងអស់ការសម្រេចចិត្តដឹកនាំក្នុងការសម្រេចចិត្តសំខាន់របស់គ្រួសារដោយមានការពិគ្រោះយោបល់និងគោរពមិត្តភរិយានិងកូនដែលមានវ័យគ្រប់គ្រាន់បង្រៀននិងណែនាំកូននៅអាយុនេះកូនអាចនឹងធំពេញវ័យឬចូលដល់វ័យជំទង់ teens ដែលត្រូវការណែនាំយ៉ាងស៊ីជម្រៅអំពីជីវិតតម្លៃសីលធម៌និងការត្រៀមខ្លួនសម្រាប់អនាគត 2. ទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុផ្គត់ផ្គង់គ្រួសារបន្តធ្វើការរកចំណូលដើម្បីបំពេញតម្រូវការចាំបាច់ម្ហូបអាហារទីជម្រកសម្លៀកបំពាក់និងការអប់រំកូនរៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែងនេះជាពេលវេលាដ៏សំខាន់ដើម្បីពិនិត្យមើលនិងពង្រឹងការសន្សំសំចៃសម្រាប់ការអប់រំមហាវិទ្យាល័យរបស់កូននិងការត្រៀមលក្ខណៈសម្រាប់វ័យចូលនិវត្តន៍ retirement របស់ខ្លួនឯងនិងភរិយាមានការធានារ៉ាប់រងធានាថាគ្រួសារមានការធានារ៉ាប់រងសមស្របសុខភាពឬជីវិតដើម្បីការពារហានិភ័យផ្សេងកាត់បន្ថយបំណុលព្យាយាមសងបំណុលធំបើមានឲ្យបានច្រើនតាមដែលអាចធ្វើបាន 3. ទំនាក់ទំនងនិងអារម្មណ៍រក្សាទំនាក់ទំនងស្នេហាជាមួយភរិយាត្រូវចំណាយពេលជាមួយគ្នា ASTIME ជែកគ្នាឲ្យបានច្បាស់លាស់ Communication ផ្ដល់ការគោរពនិងចូលរួមក្នុងកិច្ចការផ្ទះឬការងារគ្រួសារផ្សេងភាពជាដៃគូធ្វើជាដៃគូដ៏រឹងមាំដោយផ្ដល់ការគាំទ្រនិងលើកទឹកចិត្តដល់ភរិយាក្នុងគ្រប់កាលៈទេសៈភាពស្និទ្ធស្នាលជាមួយកូនចំណាយពេលប្រកបដោយគុណភាព Quality Time ជាមួយកូនស្វែងយល់ពីចំណង់ចំណូលចិត្តមិត្តភ័ក្តិនិងបញ្ហារបស់ពួកគេការគ្រប់គ្រងអារម្មណ៍ត្រូវចេះគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួននិងជៀសវាងការប្រើប្រាស់អំពើហិង្សាឬពាក្យសម្ដីមិនសមរម្យទំនួលខុសត្រូវចំពោះសុខភាពខ្លួនឯងថែរក្សាសុខភាពត្រូវយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួនទាំងផ្លូវកាយនិងផ្លូវចិត្តដោយសារវ័យ40ឆ្នាំគឺជាពេលដែលហានិភ័យសុខភាពកើនឡើងដូចជាលើសឈាមគេងស្រមុកឬបញ្ហាបេះដូងការមានសុខភាពល្អគឺជាទំនួលខុសត្រូវមួយចំពោះគ្រួសារដើម្បីអាចបន្តការមើលថែពួកគេបានរបបអាហារនិងការគេងទទួលទានអាហារត្រឹមត្រូវហាត់ប្រាណទៀងទាត់និងធានាថាបានគេងគ្រប់គ្រាន់ 8-10 ម៉ោងសរុបមកទំនួលខុសត្រូវរបស់បុរសអាយុ40ឆ្នាំគឺជាការបន្តការផ្គត់ផ្គង់ការការពារនិងការដឹកនាំគ្រួសារទៅកាន់ដំណាក់កាលមួយដែលមានស្ថិរភាពផ្នែកហិរញ្ញវត្ថុនិងការណែនាំកូនឲ្យក្លាយជាមនុស្សពេញវ័យដែលមានទំនួលខុសត្រូវតើខ្ញុំអាចជួយលោកអ្នកស្វែងរកគន្លឹះបន្ថែមទាក់ទងនឹងការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារដែរឬទេ